រឿងរ៉ាវដ៏រន្ធត់នឹងមិនអាចបំភ្លេចបានមួយនេះគឺជាបទពិសោធន៍ពិតដែលបានកើតឡើងនៅក្នុងភូមិកំណើតរបស់ខ្ញុំស្ថិតនៅតំបន់ដាច់ស្រយាលមួយក្បែរជាងភ្នំអូរ៉ាល់កាលពីប្រហែល7ឆ្នាំមុនកាលនោះខ្ញុំនៅជានិស្សិតឆ្នាំទី2ដែលទើបតែត្រឡប់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌភូមិរបស់ខ្ញុំមានវត្តមួយឈ្មោះថាវត្តគិរីរម្យដែលជាវត្តថ្មីប៉ុន្តែនៅចម្ងាយប្រហែល2គីឡូម៉ែត្រពីភូមិមានវត្តចាស់មួយទៀតដែលគេបោះបង់ចោលតាំងពីសម័យសង្គ្រាមហៅថាវត្តចាស់កន្លែងនោះមានដើមឈើធំធំដុះជុំវិញហើយគ្មាននរណាហ៊ានទៅក្បែរនោះទេជាពិសេសនៅពេលយប់ចាស់ក្នុងភូមិតែងតែនិយាយតគ្នាថានៅវត្តចាស់នោះមានព្រះសង្ឃមួយអង្គដែលស្លាប់តៃហោងកាលពីសម័យប៉ុលពតពលទាហានខ្មែរក្រហមបានអារុកព្រះអង្គដាច់ក្បាលដើម្បីស្វែងរកមាសដែលព្រះអង្គលែកទុកក្នុងព្រះពុទ្ធរូបតាំងពីពេលនោះមកនៅរាល់យប់ថ្ងៃសិលឬរដូវភ្ជុំបិណ្ឌអ្នកស្រុកតែងតែឃើញព្រះសង្ឃមួយអង្គនិមន្តដើរចេញពីវត្តចាស់នោះដោយគ្មានក្បាលហើយក្នុងដៃព្រះអង្គមានកាន់បាតមួយដែលដាក់ក្បាលរបស់ព្រះអង្គនៅក្នុងនោះខ្ញុំជាក្មេងសម័យថ្មីមិនសូវជឿរឿងទាំងនេះទេខ្ញុំគិតថាវាគ្រាន់តែជារឿងនិទានបន្លាចក្មេងកុំឲ្យទៅលេងឆ្ងាយយប់មួយនោះត្រូវនឹងបិណ្ឌទី19ដែលជាជប់ងងឹតឈឹងខ្ញុំនិងមិត្តភក្តិ2នាក់ទៀតគឺអាសោនិងអាវុធបានបបួលគ្នាផឹកស៊ីនៅផ្ទះអាសោដោយសារតែស្រវឹងបន្តិចនិងចង់សាកចាត់ក្លាហានអាវុធបាននិយាយថាពួកឯងហ៊ានទៅវត្តចាស់នឹងអត់អញចង់ដឹងថាមានខ្មោចលោកសង្ឃមែនឬអត់បើមានមែនអញនឹងសុំលេខឆ្នោតខ្ញុំក៏យល់ព្រមភ្លាមដោយចង់បង្ហាញថាខ្លួនឯងមិនខ្លាចពួកយើងទាំង3នាក់ក៏ជិះម៉ូតូមួយគ្រឿងឌុបគ្នាសម្ដៅទៅវត្តចាស់នោះនៅម៉ោងប្រហែល11កន្លះយប់ផ្លូវទៅកាន់វត្តចាស់នោះពិបាកណាស់សុទ្ធតែគ្រោះនិងមានស្មៅដុកខ្ពស់ពេលទៅដល់ក្លោងទ្វារវត្តចាស់បរិយាកាសស្ងាត់ជ្រងំខុសពីធម្មតាខ្យល់បក់មកត្រជាក់ស្រគាធ្វើឲ្យរោមដៃខ្ញុំបាសខ្ញាក់សំឡេងសត្វទីទូយំហ្គូកពីលើដើមពោធិ៍ធំមុខវត្តពួកយើងបានចុះពីម៉ូតូហើយដើរចូលទៅក្នុងទីធ្លាវត្តពន្លឺពេលទូរស័ព្ទរបស់យើងបានចាំងទៅលើព្រះវិហារចាស់ដែលបាក់បែកដំបូលធ្លាក់ចុះមកដីនិងមានរូបចម្លាក់យក្សដែលបាក់ដៃបាក់ជើងមិនឃើញមានអីផងចាស់ចិត្តតែបោកអាសាវនិយាយឡើងដើម្បីបំបត្តិភាពភ័យខ្លាចស្រាប់តែខណៈដែលពួកយើងកំពុងតែដាវជុំវិញចេតិយមួយពួកយើងបានឮសំឡេងក្រឹបវាជាសំឡេងជើងមនុស្សដើរប៉ុន្តែសំឡេងនោះធ្ងន់និងអូសបន្លាយដូចជាមនុស្សដែលដើរដោយមានរបស់ធ្ងន់នៅលើស្មាសំឡេងនោះចេញមកពីខាងក្រៅព្រះវិហារពួកយើងទាំង3នាក់មើលមុខគ្នាខ្ញុំធ្វើសញ្ញាឲ្យស្ងាត់ពួកយើងពួននៅក្រោយដើមឈើធំមួយហើយលួចមើលទៅប្រភពសំឡេងក្រោមពន្លឺព្រះច័ន្ទស្លេកដែលទើបតែរះចេញពីពពកយើងបានឃើញរាងកាយរបស់មនុស្សម្នាក់កំពុងតែដើរចេញពីព្រះវិហារយឺតគាត់ស្លៀកស្បង់ជីវរពណ៌លឿងទុំប៉ុន្តែស្បង់នោះចាស់រហែកនិងប្រឡាក់ដោយដីនិងឈាមគាត់ដើរតម្រង់មករកកន្លែងដែលយើងពូនពេលគាត់ដើរចូលមកជិតពន្លឺពីលរបស់អាវុធដែលភ្លេចបិទបានចាំងទៅប៉ះនឹងរាងកាយគាត់ព្រះអើយអ្វីដែលយើងឃើញគឺនៅលើករបស់គាត់គឺទទេស្អាតគ្មានក្បាលទេមានតែបំពង់កដែលមានសាច់រហែកនិងឆ្អឹងសកំពុងតែហូរឈាមពណ៌ក្រហមឆ្អឹងឆ្អៃស្រក់ចុះមកលើស្បង់នៅក្នុងដៃទាំងពីររបស់គាត់កំពុងតែទ្របាតដែកមួយយ៉ាងណែនហើយនៅក្នុងបាតនោះមានវត្ថុមួយរាងមូលកំពុងតែរេទៅរេមកគាត់ដាវមកឈប់នៅចម្ងាយប្រហែល5ម៉ែត្រពីពួកយើងស្រាប់តែគាត់លើកបាតនោះឡើងយឺតហាក់ដូចជាចង់បង្ហាញពួកយើងនៅក្នុងបាតនោះគឺជាក្បាលរបស់ព្រះអង្គផ្ទាល់មុខរបស់ព្រះអង្គបើមប៉ោងស្បែកមុខប្រែជាពណ៌ស្វាយភ្នែកទាំងពីរលៀនចេញមកក្រៅហើយមានដង្កែវកំពុងតែវាចេញតាមរន្ធច្រមុះនឹងមាត់ក្បាលនោះបានបើកភ្នែកសល្វឹងសម្លឹងមកពួកយើងទាំង3នាក់ហើយមាត់របស់ក្បាលនោះបានហើបឡើងនិយាយដោយសំឡេងស្អកនិងលាន់លឺដូចចេញពីក្នុងអង្ទឹកញោមឃើញក្បាលអាត្មាទេអាត្មាឈឺណាស់
អាត្មារកក្បាលនឹងឃើញទេជួយរកក្បាលឲ្យអាត្មាផងនិយាយចប់ក្បាលនោះបានសើចយ៉ាងគួរឲ្យរន្ធត់ឈាមបានហៀចេញពីមាត់ក្បាលនោះពេញបាតអាសាវដែលឈរនៅក្បែរខ្ញុំបាននោមដាក់ថោដោយមិនដឹងខ្លួនអាវុធស្រែកមួយទំហឹងខ្មោចរត់ពួកយើងទាំង3នាក់ស្ទុះរត់បាត់ជើងសព្រាតរត់ទៅរកម៉ូតូប៉ុន្តែព្រះសង្ឃអត់ក្បាលនោះមិនបានដើរតាមយើងទេតែព្រះអង្គបានហោះរាងកាយរបស់ព្រះអង្គហោះអណ្ដែតមកកាត់មុខពួកយើងរាំងខ្លៅមិនឲ្យយើងចេញកុំអាលទៅនៅកំដរអាត្មាសិនសំលេងក្បាលក្នុងបាតនោះនិយាយរាងកាយអាត់ក្បាលនោះបានលួចដៃម្ខាងមកចាប់ស្មាអាសាវដៃនោះត្រជាក់ដូចទឹកកកនិងរឹងដូចដែកអាសាវដួលទៅលើដីស្រែកយំអង្វរលេងខ្ញុំទៅខ្ញុំខ្លាចហើយខ្ញុំឃើញបែបនោះខ្ញុំនឹកឃើញដល់យន់បកាខ្លួនដែលជីកដូនខ្ញុំឲ្យខ្ញុំដកខ្សែថាដែលចងដៃចេញហើយក្រវីទៅដាក់ខ្មោចនោះព្រមទាំងសូត្រសំឡេងញ័រដោយភ្នែកក្រទាំងសងខាងថាណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈគ្រាន់តែត្រូវខ្សែថាខ្មោចនោះក៏ដកដៃថយក្រោយហើយស្រែកយំធីធូឲ្យអូយក្តៅណាស់រាងកាយរបស់វាក៏រលាយបាត់ទៅជាផ្សែងខ្មៅមួយរំពេកពួកយើងឆ្លៀតឱកាសនោះលើកអាសាវដាក់លើម៉ូតូហើយជិះម៉ូតូចេញពីវត្តចាស់នោះយ៉ាងលឿនដូចហោះពួកយើងជិះមិនហ៊ានងាកក្រោយទេរហូតដល់ផ្ទះលុះព្រឹកឡើងអាសាវបានធ្លាក់ខ្លួនឈឺធ្ងន់ក្តៅខ្លួននិយាយរវើរវាយឃើញតែព្រះវិហារអត់ក្បាលឪពុកម្ដាយគាត់បានទៅនិមន្តព្រះសង្ឃពីវត្តថ្មីមកស្រោចទឹកនិងធ្វើពិធីសុំខ្មាទុយនៅវត្តចាស់នោះទើបគាត់បានធូរស្បើយចាស់ប្រាប់ថាព្រះសង្ឃអង្គនោះឈ្មោះលោកគ្រូសូត្រដែលស្លាប់យ៉ាងវេទនាព្រះអង្គមិនទៅណាទេនៅចាំរកក្បាលរបស់ព្រះអង្គនិងចាំការពារសម្បត្តិវត្តតាំងពីពេលនោះមកខ្ញុំលែងហ៊ានទៅក្បែរវត្តចាស់នោះទៀតហើយរឿងនេះបានคล้ายទៅជាមេរៀនមួយប្រាប់ខ្ញុំថាកុំចេះតែហ៊ានជាមួយអ្វីដែលយើងមើលមិនឃើញ